តោះថ្ងៃនេះមកមើលសពផ្លាច់ទាំង3ដែលយើងមិនធ្លាប់ឃើញពីមុនមកមួយម៉ាប់បវាគឺជាពងរបស់សត្វពស់មួយប្រភេទដែលគេហៅថា Pecalidae ដែលមាននៅក្នុងប្រទេសឥណ្ឌាគួរឲ្យចាប់អារម្មណ៍នោះនៅពេលដែលកូនរបស់វាញាស់ចេញពីពងនោះមេរបស់វានឹងលះបង់ជីវិតឲ្យកូនវាស៊ីដើម្បីរស់បន្តពេលពងត្រីហនសេត្រីឆ្លាមនេះហើយយើងឃើញតែពងអីយើងប្រហែលជាអត់ជឿថាវាជាពងត្រីទេតែវាមើលទៅមិនដូចជាពងសោះព្រាមពងត្រីនេះគឺខុសគេខ្លាំងហើយវាជាមូលហេតុដែលគេចាត់ទុកថាពងនេះគឺជាពងដ៏ខុសគេហើយវាមានតែមួយទេហើយពងមាន់របស់អាយ៉ាំសាម៉ានីមេមាន់របស់អាយ៉ាំសាម៉ានីត្រូវបានគេស្គាល់ថាវាមានពណ៌ខ្មៅតែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៀតនោះពួកវាមិនត្រឹមតែមានពណ៌ខ្មៅនៅពីក្រៅទេនៅខាងក្នុងខ្លួនរបស់វាគឺពណ៌ខ្មៅសុទ្ធតែម្ដងមិនត្រឹមតែប៉ុណ្ណោះទេសូម្បីតែពងខាងក្នុងរបស់វាក៏ខ្មៅដែរហើយពងមាន់ប្រភេទនេះក៏មានតម្លៃថ្លៃច្រើនជាងពងមាន់ធម្មតាផងដែរអ្នកគ្នាគិតថាក្នុងចំណោមសត្វទាំង3នេះអ្នកនរគ្នាគិតថាមួយណាប្លែកជាងគេហើយគួរឲ្យអស្ចារ្យជាងគេនៅក្នុងប្រទេសឥណ្ឌាគេតែងតែយកត្រីប្រភេទនេះចាញ់ពីទន្លេនិងស្ទឹងជាដើមត្រីប្រភេទនេះមានឈ្មោះថា Plecos ត្រីទាំងនេះគេមិនហូបវាទេគេតែងតែនេសាទវាហើយដាក់វាចោលនៅលើច្រាំងទន្លេដើម្បីធ្វើឲ្យវាស្ងួតនិងស្លាប់ឆ្នេះយើងតែងតែឆ្ងល់ហើយថាតើហេតុអ្វីបានជាអ្នកសោកជាច្រើនស្អប់ត្រីប្រភេទនេះត្រីទាំងនេះមានដើមកំណើតមកពីទន្លេ Amazon ទោះបីជាវាត្រូវស្ងួតដូចជាឈើក៏ដោយតែបើពួកវាបានត្រូវទឹកនោះពួកវានឹងមានជីវិតវិញភ្លាមៗពីនេះទៅទៀតពួកវាអាចរស់នៅក្នុងទឹកកខ្វក់ហើយថែមទាំងអាចស៊ីកាកសំណល់សារ៉ាយនិងទឹកសំអុយជាច្រើនគឺមាននៅក្នុងលូអីអញ្ចឹងគឺវារស់នៅកើតជាមួយនឹងសមត្ថភាពបន្តពូជយ៉ាងឆាប់រហ័សរបស់ពួកវាមានចំនួនច្រើននៅក្នុងទន្លេអ្វីដែលគួរឲ្យអាក្រក់ជាងនេះទៀតនោះគឺវាតែងតែស៊ីពងត្រីនិងកូនត្រីផ្សេងទៀតនៅក្នុងទន្លេនិងបឹងជាដើមតែជាមូលហេតុធ្វើឲ្យត្រីមួយចំនួននៅក្នុងទន្លេស្ទើរតែគ្មានហើយវាបំផ្លាញប្រព័ន្ធអេកូឡូស៊ីក្នុងស្រុកនេះហើយជាមូលហេតុមួយចំនួនដែលធ្វើឲ្យអ្នកស្រុកស្អប់វាហើយដោយសារតែសាច់របស់វារឹងខ្លួនរបស់វាផ្ទុកទៅដោយបាក់តេរីនិងមេរោគហើយតែប្រជាជនឥណ្ឌាក៏មិនហូបត្រីប្រភេទនេះដែរតែប្រជាជនឥណ្ឌាអត់សូវមានអនាម័យមែនក៏ប៉ុន្តែគេអត់ហូបត្រីប្រភេទនេះទេហើយត្រីប្រភេទនេះខ្ញុំដូចជាឃើញមាននៅខ្មែរយើងមួយដែរเป็นត្រីប្រភេទហ្នឹងចំណាំទុកទៅតែអ្នកនរគ្នាធ្លាប់ឃើញត្រីនឹងអត់ complete comment ពាក្យនៅខាងខហើយខ្ញុំវិញធ្លាប់ឃើញមកថ្ងៃនេះមកស្គាល់សត្វឡនសាំចកដែលជាសត្វឯកាជាងគេវាគឺជាសត្វអណ្ដើកឈ្មោលដែលរស់នៅលើកោះភីនតាដោយសារតែសកម្មភាពរបស់មនុស្សនិងប្រភេទសត្វដែលបំផ្លាញបន្លែទាំងអស់នៅលើកោះត្រូវបានបំផ្លាញនៅពីនេះទៀតអ្នកប្រមាញ់បានបោះបាញ់សត្វអណ្ដើកយ៉ាងខ្លាំងនាំឲ្យប្រភេទអណ្ដើកមួយនេះក្លាយទៅជាសមាជិកចុងក្រោយនៃប្រភេទរបស់វាហើយជួយសង្គ្រោះវាគេបានបញ្ជូនវាទៅឧទ្យានហើយអ្នកវិទ្យាសាស្ត្របានព្យាយាមបង្កើតពូជរបស់វាជាមួយនឹងប្រភេទសត្វអណ្ដើកដទៃតែរាល់ការពិសោធន៍គឺមិនដែលទទួលបានជោគជ័យឡើយរយៈពេលជាច្រើនឆ្នាំមកហើយអ្នកមើលថែអណ្ដើកបានមើលថែវាអស់រយៈពេល40ឆ្នាំហើយនៅថ្ងៃទី24ខែមិថុនាឆ្នាំ2012អំបូរពូជរបស់វាទាំងអស់ត្រូវបានផុតពូជទាំងស្រុងតែម្ដង